ចំនួនភូមិសាស្ត្រនយោបាយរវាងលោកខាងលិចនិងរុស្ស៊ីបានឈានដល់ចំណុចកម្ដៅខ្លាំងក្លាជាថ្មីបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Andy Bonham បានចេញមុខប្រកាសយ៉ាងដាច់អហង្ការថាចក្រភពអង់គ្លេសនឹងបន្តឈរជើងគាំទ្រអ៊ុយក្រែន 100% និងគ្មានថ្ងៃបោះបង់ចោលក្នុងពេលដែលប្រទេសនេះកំពុងជួបទុក្ខលំបាកខ្លាំងនោះឡើយការប្រកាសជំហរយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើងដើម្បីឆ្លើយតបយ៉ាងតឹងរ៉ឹងទៅនឹងការព្រមានដ៏គំរាមកំហែងពីសំណាក់ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេសដែលបានចោទប្រកាន់ទីក្រុងឡុងថាបានជ្រើសរើសផ្លូវបង្កើនភាពតានតឹងយ៉ាងច្បាស់ក្រឡែតក្រោយពីមានរបាយការណ៍សារព័ត៌មាន The Times បញ្ជាក់ថាដ្រូនផលិតផលរបស់អង់គ្លេសត្រូវបានគេប្រើប្រាស់ជាលើកដំបូងក្នុងការវាយប្រហារចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ីភាគីរុស្ស៊ីបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាដោយចោទប្រកាន់ថាសកម្មភាពរបស់អង់គ្លេសបានធ្វើឲ្យប្រទេសនេះក្លាយជាខ្នងបង្អែកនៃយន្តការភេរវកម្មរបស់អ៊ុយក្រែនហើយថែមទាំងបានប្រមានចំថាអង់គ្លេសពាក់ព័ន្ធជ្រៅក្នុងសង្គ្រាមនេះប៉ុណ្ណាគឺត្រូវបង់ថ្លៃឈ្នួលនិងទទួលខុសត្រូវលើផលវិបាកធ្ងន់ធ្ងរពីសំណាក់ទីក្រុងម៉ូស្គូកាន់តែខ្ពស់ប៉ុណ្ណោះទោះបីជាក្រសួងការពារជាតិអង់គ្លេសមិនបានចេញមុខបញ្ជាក់ជាផ្លូវការថាតើដ្រូនរបស់ខ្លួនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងនិងកន្លែងដឹកជញ្ជូនឡូជីស្ទិករបស់រុស្ស៊ីយ៉ាងណាក៏ដោយក៏លោកនាយករដ្ឋមន្ត្រី Andy Bonham បានអះអាងយ៉ាងមុតមាំថានេះគឺជាកិច្ចការដែលអង់គ្លេសធ្លាប់បានសន្យាពីព្រោះតែវាជាសង្គ្រាមខុសច្បាប់ដែលបង្កឡើងដោយប្រធានាធិបតី Vladimir Putin បន្ថែមពីលើការប្រកាសមិនមែនជាមិត្តភក្តិស្រឡាញ់គ្នាតែពេលសុខនោះអង់គ្លេសបានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំតាមរយៈការអនុវត្តកញ្ចប់ថវិកាដ៏ធំសម្បើមគម្រោងទឹកប្រាក់ចំនួន752លានផោនប្រមាណ1996លានដុល្លារអាមេរិកដែលបានសន្យាថានឹងផ្ដល់ដ្រូនរហូតដល់ 150,000 គ្រឿងឲ្យបានត្រឹមដំណាច់ឆ្នាំ2026ដល់ដៃអ៊ុយក្រែនភាពតានតឹងនេះបានរំលឹកឡើងវិញនៅការព្រមានជាច្រើនដងចាប់តាំងពីឆ្នាំ2022មកម្លេះដែលរុស្ស៊ីតែងតែព្រមានបណ្ដាប្រទេសលោកខាងលិចថារាល់ការបញ្ជូនសម្ភារៈយោធានិងការគាំទ្រដល់ក្រុងគៀវអាចនឹងបង្កហានិភ័យខ្ពស់ក្នុងការទាញទម្លាក់ពិភពលោកឲ្យធ្លាក់ចូលទៅក្នុងវិបត្តិការប្រឈមមុខដាក់គ្នាកាន់តែធំធេងថែមទៀតប៉ុន្តែអង់គ្លេសហាក់គ្មានបំណងរុញរាថយក្រោយឡើយ